Trang đang thả tụ sắp vào dưới nó support 5G អត់មែនចឹងមើលវីដេអូនេះដល់ចប់អ្នកគ្នាចឹងបើសិនជាអ្នកគ្នាចង់ដឹងថាទូរស័ព្ទរបស់យើងនឹង support 5G អត់អូខេមើលវីដេអូនេះមកខ្ញុំនឹងប្រាប់អ្នកនរគ្នាតើអូខេដើម្បីដឹងថាទូរស័ព្ទយើង support 5G អត់ហ្នឹងយើងត្រូវដឹងពី model ទូរស័ព្ទយើងសិនជាដំបូងសម្រាប់ iPhone យើងចូល setting មកអ្នកគ្នាយើងចូលកន្លែង general ហើយយើងចុចពាក្យ about ហ្នឹងមកហើយយើងមើលឈ្មោះរបស់ទូរស័ព្ទយើងកន្លែង model name អ្នកគ្នាកន្លែង model name ហ្នឹងណាអញ្ចឹងនៅពេលដែលយើងដឹង mode ទូរស័ព្ទយើងហើយយើងអាចទៅ check បានហើយបើយើងអត់ទាន់ដឹងគឺយើងអាច check បានហើយមិនអញ្ចឹងអូខេអញ្ចឹងអានេះគឺសម្រាប់ iPhone យើងធ្វើអញ្ចឹងហើយបើសម្រាប់ Android វិញគឺវាអត់មានអីខុសប្លែកពីគ្នាអ្នកគ្នាយើងយកទូរស័ព្ទ Android របស់យើងមកយើងធ្វើការចូលកន្លែង setting ដូចគ្នាហើយទីមកខាងក្រោមអ្នកគ្នាទីមកខាងក្រោមកន្លែងពី about ដូចគ្នា about tablet ឬក៏ about phone ហ្នឹងមកវានឹងប្រាប់product name និយាយដាក់ model គេដាក់ product name អញ្ចឹង tablet នេះគឺ product name មាន Galaxy Tab A Lite 7 Lite អញ្ចឹងណាអញ្ចឹងយើងអាចទៅ search បានបន្ទាប់ពីយើងដឹងហើយយើងអាចចូលទៅកម្មវិធី ChatGPT ឬក៏កម្មវិធី AI ផ្សេងៗហើយយើងត្រូវសួរសំណួរថា does iPhone និយាយដាក់បូកជាមួយនឹង model ទូរស័ព្ទយើងមក does iPhone 11 Pro support 5G អញ្ចឹងវានឹងប្រាប់អូខេអ្នកទាំងអស់គ្នាអីអញ្ចឹងបើសិនជាគេដាក់ថា no អញ្ចឹងគឺអត់មាន 5G អ្នកគ្នាអញ្ចឹងគឺ iPhone 11អត់មាន 5G ទេអូខេអញ្ចឹងយើងអាចសាកសួរជាមួយនឹង Gemini ក៏បានដែរអញ្ចឹងយើងរបៀប search រកគឺមានផ្សេងៗគ្នាគេមានច្រើនអូខេតែយើងត្រូវដឹងសំណួរសួរអញ្ចឹងណាយើងត្រូវសួរថា does ហើយយើងបូក model ទូរស័ព្ទយើងមកហើយយើងដាក់ support 5G ចឹងមកអញ្ចឹងវាប្រាប់ no ដូចគ្នាអញ្ចឹងបើយើងខ្ជិល search តាមនឹងទេយើងអាចចូល Safari ក៏បានដែរយើង search តាម Google ក៏បានដែរព្រោះ Google ក៏មាន AI មួយទៀតដែរអញ្ចឹងយើងដាក់មកយើង paste ខ្ញុំ paste អាហ្នឹងមកខ្ញុំ search មកវានឹងប្រាប់អូខេនេះ AI គេប្រាប់ថា no អត់មានទេ iPhone 11អញ្ចឹងយើងអាច edit បានអ្នកគ្នាកន្លែងនេះយើង edit វាមកដាក់ model ផ្សេងៗមកថាខ្ញុំដាក់12អញ្ចឹងណាចឹងខ្ញុំ search មកវាប្រាប់គេអញ្ចឹង iPhone 12មាន support 5G អ្នកគ្នាអញ្ចឹងវា support អញ្ចឹងបើវាដាក់ yes អញ្ចឹងមានន័យថាវាមាន 5G យើងអាចដូរ SIM យើងទៅឬក៏បើយើង SIM យើងអត់ទាន់ support យើងអាចដូរទៅយើងអាចនេះបានហើយអញ្ចឹងយើងអាចប្រើតាមកម្មវិធី3ហ្នឹងអ្នកគ្នាវិធី3ហ្នឹងយើងអាច search តាមChatGPT Gemini ឬក៏ Google ក៏បានដែរអូខេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាសុខសប្បាយអ្នកនរគ្នាបាយ